ចាជំរាបសួរស្វាគមន៍មកកាន់កំណត់ហេតុនៃការរៀននិងបង្រៀនរយៈពេល27ថ្ងៃរបស់ខ្ញុំនៅក្នុងកំណត់ហេតុទី17នេះខ្ញុំលើកយកនៅការឆ្លុះបញ្ចាំងអំពីសកម្មភាពរៀននិងបង្រៀនរយៈពេល1ឆ្នាំសិក្សារបស់ខ្ញុំនៅពេលដែលនិយាយអំពីការឆ្លុះបញ្ចាំងខ្ញុំតែងតែធ្វើជារៀងរាល់ឆ្នាំហើយមួយឆ្នាំខ្ញុំធ្វើ2លើកនៅឆមាសទី1និងចង់បញ្ចប់នៅឆមាសទី2ហេតុអីបានខ្ញុំត្រូវធ្វើការឆ្លុះបញ្ចាំងជាមួយនឹងសិស្សបែបនេះខ្ញុំឲ្យតម្លៃពេលវេលាដែលយើងជួបជុំគ្នានិយាយពីរឿងក្នុងចិត្តពីសកម្មភាពទាំងឡាយណាដែលសិស្សពេញចិត្តរីករាយសកម្មភាពទាំងឡាយណាដែលសិស្សមិនសប្បាយចិត្តជាមួយនឹងសកម្មភាពដែលខ្ញុំរៀបចំឡើងហើយយើងធ្វើការកែលម្អព្រមគ្នាហើយវាគឺជាពេលវេលាដែលយើងចាប់ផ្ដើមយល់ពីគ្នាហើយក៏ដូចជាការកែលម្អនៃការបង្រៀនឆ្លងកាត់រយៈពេល10ឆ្នាំនៃការបង្រៀនរបស់ខ្ញុំការឆ្លុះបញ្ចាំងការបង្រៀនគឺជារឿងសំខាន់មួយដែលធ្វើឲ្យខ្ញុំកែលម្អទាំងវិធីសាស្ត្របង្រៀនទាំងខ្លឹមសារមេរៀនហើយនិងអត្ថន័យនៃការបង្រៀនមានពេលខ្លះខ្ញុំក៏ធ្លាប់អស់សង្ឃឹមជាមួយនឹងលទ្ធផលនៃការបង្រៀនរបស់ខ្ញុំដែរប៉ុន្តែត្រឡប់មកអង្គុយអាននៅលិខិតដែលសិស្សសរសេរមកឲ្យខ្ញុំពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យខ្ញុំយល់អំពីអត្ថន័យនៃជីវិតជាគ្រូបង្រៀនម្នាក់ហើយសម្រាប់ខ្ញុំវាគឺជាដំណើរការនៃការលូតលាស់រួមគ្នាជាមួយនឹងក្មេងៗជំនាន់ក្រោយខ្ញុំរីករាយជាមួយនឹងឱកាសដែលបានក្លាយជាគ្រូបង្រៀនដែលបានរួមដំណើរថែទាំនៅក្របពូជក្នុងការលូតលាស់ក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជួបគ្នាក្នុងវីដេអូក្រោយ